ទូការីគុណនារីដ៏ស្រស់ស្អាតម្នាក់យកប្រភេទសត្វស្លាបដ៏កម្រជិតផុតពូជចំអិនថតធ្វើម្ហូបដើម្បីរកប្រាក់ចំណូលពីបណ្ដាញសង្គមយុវជនមួយចំនួនតូចលែងខ្វល់អំពីច្បាប់គិតតែបំផ្លាញសូម្បីតែសត្វស្លាបជិតផុតពូជដែលមន្ត្រីក្រសួងបរិស្ថានបាននឹងកំពុងខិតខំអភិរក្សក៏ដោយក៏ក្រុមរបស់យុវតីដ៏ស្រស់ស្អាតម្នាក់បានយកសត្វចង្គ្រីលខ្យងដែលជាពពួកសត្វដ៏កម្រមកចំអិនធ្វើជាម្ហូបអាហារឆាក្តៅហើយថតជាវីដេអូឃ្លីបបង្ហោះលើបណ្ដាញសង្គម Facebook ដែលមានឈ្មោះថា Eat with Gemoni ក្រោយឃ្លីបវីដេអូត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះធ្វើឲ្យមហាជនពិសេសអ្នកដែលនិយមលេងបណ្ដាញសង្គមនៅក្នុងប្រទេសផ្ទុះការរិះគន់និងប្រតិកម្មយ៉ាងខ្លាំងទៅលើអ្នកផលិតវីដេអូដើម្បីរកប្រាក់ចំណូលពីបណ្ដាញសង្គមក្រោយមកម្ចាស់ Facebook Page ខាងលើក៏បានលុបវីដេអូឃ្លីបនេះចេញពីបណ្ដាញសង្គម Facebook វិញនៅថ្ងៃទី20 ខែតុលាឆ្នាំ2022នេះមតិរិះគន់បានលើកឡើងថាវាជាសត្វព្រៃដែលជិតផុតពូជមិនគួរណាចាប់យកមកធ្វើម្ហូបបរិភោគទេហើយការបរិភោគសត្វព្រៃគឺជាអំពើខុសច្បាប់ផងដែរខណៈដែលមហាជនបន្តរិះគន់ថាលុយឲ្យតែបានលុយបំផ្លាញអ្វីក៏ធ្វើដែរមិនគិតបង្កើតមាតិកាអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិទេគិតតែបង្កើតមាតិកាបំផ្លាញដែលធ្វើឲ្យសត្វស្លាបដែលគេកំពុងអភិរក្សសង្ឃឹមថាសមាជិកពាក់ព័ន្ធនឹងហៅម្ចាស់គណនេយ្យខាងលើទៅអប់រំនិងពិន័យយ៉ាងធ្ងន់ធ្ងរជាងចំណូលដែលពួកគេរកបានទើបអ្នកផ្សេងទៀតមិនហ៊ានប្រព្រឹត្តកុំគ្រាន់តែអប់រំនិងសុំទោសទៅផ្ទះវិញចប់សង្ឃឹមថាមិនមានវប្បធម៌ដដែលទេជាក់ស្ដែងសមាគមអេកូទេសចរកោះ30ក៏បានធ្វើការបង្ហោះសាររិះគន់នេះដែរថាសង្គ្រាមខ្យងគឺជាសត្វស្លាបដែលគួរឲ្យស្រឡាញ់បែរជាអ្នកផលិតមាតិកាអកតេមួយចំនួនបានយកមកចំអិនផ្សព្វផ្សាយដើម្បីតែលុយទៅវិញបើមិនបានចូលរួមថែរក្សាអភិរក្សការពារសូមកុំបំផ្លាញនិងលើកទឹកចិត្តឲ្យមានការបំផ្លាញថែមទៀតអីការអប់រំផ្សព្វផ្សាយនឹងទទួលបានតិចតួចបំផុតប្រសិនបើការអនុវត្តច្បាប់មិនបានគ្រប់ជ្រុងជ្រោយនោះមនុស្សនឹងមិនខ្លាចរអានិងមិនគោរពតាមនោះទេជាមួយគ្នានេះដែរម្ចាស់គណនី Facebook ខាងលើក៏បានបញ្ជាក់ថាសត្វនេះគឺរូបគេបានទិញពីផ្សារទេមិនបានទៅដាក់អន្ទាក់ឬចាប់មកទេហើយក៏មិនបានសម្លាប់វាដែរសូមបញ្ជាក់ថាមន្ត្រីផ្នែកអភិរក្សបឹងទន្លេសាបរួមទាំងអង្គការមួយចំនួនដែលមានចំនួន5ទៀតដែលមានអង្គការ UNDP ផងបានបង្ហាញថានៅក្នុងអំឡុងឆ្នាំ2008សត្វស្លាបដ៏កម្រចំនួន10ប្រភេទដែលត្រូវបានរងគ្រោះបំផុតដែលត្រូវបានមន្ត្រីជំនាញរួមជាមួយនឹងអង្គការជាដៃគូបានទប់ស្កាត់និងអភិរក្សឡើងវិញក្នុងនោះប្រភេទសត្វស្មោញដែលជាសត្វស្លាបដ៏កម្រជាងគេនៅអាស៊ីដែលត្រូវបានយកចិត្តទុកដាក់នៅក្នុងការការពារបំផុតនៅក្នុងចំណោមសត្វដ៏កម្រទាំង10ប្រភេទដែលបានរងគ្រោះសត្វកម្រទាំងនេះរួមមានទី1សត្វស្មោញទី2សត្វត្រដក់តូចទី3សត្វត្រដក់ធំទី4សត្វទង់ប្រផេះទី5ចង្គ្រៀលខ្យងទី6រចនាលពណ៌ទី7ពពុលទឹកទី8កុកខ្លួនសអង្គុតខ្មៅទី10អកត្រីប្រផេះសត្វស្លាបនៅតំបន់បឹងទន្លេសាបទាំងអស់បានបែងចែកជា3ប្រភេទគឺប្រភេទទី1គឺជាប្រភេទសត្វដោយអំបូរទី2ប្រភេទសត្វដោយបង្គួរនិងទី3ប្រភេទសត្វដ៏កម្រនៅប៉ែកអាស៊ីអាគ្នេយ៍មន្ត្រីដែនអភិរក្សដែនទឹកទន្លេសាបបានសង្កត់ធ្ងន់ថាការបាត់បង់ពពួកសត្វស្លាបដ៏កម្រទាំងអស់ខាងលើនេះគឺដោយសារតែការប្រមាញ់របស់អ្នកភូមិបណ្ដែតទឹកដែលជាទំនៀមទម្លាប់ប្រមាញ់សត្វទាំងនេះដើម្បីធ្វើម្ហូបប្រចាំថ្ងៃឬធ្វើជាម្ហូបនៅក្នុងកម្មវិធីផ្សេងៗខណៈនោះមិនទាន់មានច្បាប់ការពារនិងអភិរក្សនៅឡើយបាទខ្ញុំសូមបញ្ចប់នៅតំបន់នេះតែតំណែងសិនហើយបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបាននៅព័ត៌មានផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា